រឿង6យ៉ាងដែលមនុស្សស្រីរឹងមាំមិនធ្វើដាក់ខ្លួនឯងជាដាច់ខាតទី1នាងមិនដើរតួជាជនរងគ្រោះទោះបីជាជួបការបរាជ័យឬឈឺចាប់ក៏ដោយក៏មនុស្សស្រីរឹងមាំមិនចំណាយពេលអង្គុយបន្ទោសព្រំលិខិតឬបន្ទោសអ្នកដទៃឡើយនាងយល់ថាការដើរតួជាជនរងគ្រោះមានតែធ្វើឲ្យខ្លួនឯងកាន់តែទន់ជ្រាយផ្ទុយទៅវិញនាងហ៊ានទទួលស្គាល់រាល់ទង្វើរបស់ខ្លួនហើយប្រើប្រាស់រាល់មេរៀននៃការឈឺចាប់មកធ្វើជាស្ពានដើម្បីបន្តដំណើរទៅមុខទៀតទី2នាងមិនបណ្ដោយឲ្យអ្នកដទៃកំណត់ជោគវាសនាឲ្យខ្លួនឡើយនាងគឺជាអ្នកកាន់ចង្កូតជីវិតរបស់នាងផ្ទាល់មនុស្សស្រីរឹងមាំមិនរស់នៅតាមការចង្អុលបង្ហាញឬក៏ការសម្រេចចិត្តជំនួសពីអ្នកដទៃឡើយនាងដឹងថាខ្លួនចង់បានអ្វីហើយហ៊ានដើរតាមផ្លូវដែលនាងបានជ្រើសរើសទោះបីជាផ្លូវនោះរៀងខុសប្លែកពីអ្នកដទៃក៏ដោយទី3នាងមិនស្វែងរកការទទួលស្គាល់ពីអ្នកដទៃនាងមិនរស់នៅដើម្បីតម្រូវចិត្តនរណាម្នាក់ឬក៏ធ្វើតាមអ្វីមួយដើម្បីចង់បានពាក្យសរសើរឬការទទួលស្គាល់ពីមជ្ឈដ្ឋានខាងក្រៅឡើយតម្លៃរបស់នាងគឺស្ថិតនៅលើអ្វីដែលនាងដឹងអំពីខ្លួនឯងការជឿជាក់លើសមត្ថភាពនិងគុណតម្លៃខាងក្នុងគឺជាអ្វីដែលនាងមានក្តីសុខពិតប្រាកដដោយមិនចាំបាច់មាននរណាម្នាក់មកបញ្ជាក់ប្រាប់ឡើយទី4នាងមិនខ្ជិះខ្ជាយធម្មពលលើរឿងដែលមិនអាចគ្រប់គ្រងបានមនុស្សស្រីរឹងមាំយល់ច្បាស់អំពីតម្លៃនៃពេលវេលានិងធម្មពលចិត្តនាងមិនយកខួរក្បាលទៅខ្វល់ខ្វាយនឹងពាក្យសម្ដីអាក្រក់របស់អ្នកដទៃឬក៏រឿងរ៉ាវអតីតកាលដែលមិនអាចកែប្រែបានឡើយនាងផ្ដោតលើអ្វីដែលនាងអាចធ្វើបាននៅថ្ងៃនេះដើម្បីកសាងអនាគតឲ្យបានកាន់តែប្រសើរទី5នាងមិនទាមទារភាពល្អឥតខ្ចោះការចង់បានភាពល្អឥតខ្ចោះពេកគឺជាការដាក់សម្ពាធនិងការធ្វើបាបខ្លួនឯងមនុស្សស្រីរឹងមាំយល់ថាមនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្វះខាតរៀងៗខ្លួននាងរៀនទទួលយកភាពជាខ្លួនឯងទាំងចំណុចល្អនិងចំណុចអាក្រក់ហើយផ្ដោតលើការអភិវឌ្ឍខ្លួនជាជាងការចង់ឲ្យគ្រប់យ៉ាងល្អឥតខ្ចោះគ្មានចន្លោះនោះទី6នាងមិនលះបង់គោលការណ៍ស្តង់ដារឬក៏អត្តសញ្ញាណរបស់ខ្លួនដើម្បីនរណាម្នាក់ឡើយមិនថាស្ថិតក្នុងទំនាក់ទំនងស្នេហាមិត្តភាពឬក៏ការងារនាងមិនព្រមបោះបង់ខ្លួនឯងឬក៏បោះបង់គោលការណ៍សីលធម៌ដើម្បីចងផ្គប់ចិត្តអ្នកដទៃនោះទេនាងមានស្តង់ដារផ្ទាល់ខ្លួនហើយអ្នកដែលចូលក្នុងជីវិតរបស់នាងក៏ត្រូវតែគោរពនៅអត្តសញ្ញាណនិងតម្លៃដែលនាងមានសរុបមកភាពរឹងមាំមិនមែនការឡើងដោយចៃដន្យនោះទេប៉ុន្តែវាគឺជាជំរើសការជ្រើសរើសស្រឡាញ់ខ្លួនឯងផ្ដល់តម្លៃឲ្យខ្លួនឯងនិងចូលលើគោលការណ៍ដ៏ត្រឹមត្រូវគឺជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់មនុស្សស្រីគ្រប់រូប